โอเคครับថ្ងៃនេះនឹងមកបង្រៀនពីវិធីผสมเกสรលពៅបាទការผสมเกสรលពៅហ្នឹងយើងត្រូវផ្សំវានៅពេលព្រឹកបាទអានេះគឺជាផ្កាឈ្មោលផ្កាឈ្មោលហើយយើងនឹងទៅមើលផ្កាមេម្ដងនេះគឺជាផ្កាមេដែលវាមានក្តឹបជាប់តិចៗហើយកាលហ្នឹងបើយើងមិនផ្សំវាទេជួនកាលវាអាចរលួយវាអត់ជាប់ជាផ្លែបើថាយើងពឹងពួកសម្ោចខ្មុំអីវាមិនបានគ្រប់គ្រាន់ទេអានេះវិធីផ្សំគឺយើងបេះផ្កាឈ្មោលមករួចហើយបេះស្រទាប់ជាហៀងវាចេញបេះចេញបែបនេះបាទបេះចឹងហើយយើងយកវាទៅប៉ាតពីលើផ្កាមេដែលវាមានជាប់ក្តឹបតិចៗហ្នឹងបាទធ្វើម៉េចឲ្យវាប្រឡាក់ពីលើបដូលវាពេញហ្នឹងទៅដូចនៅក្នុងរូបភាពអញ្ចឹងយើងញីវាអញ្ចឹងទៅញីរួចហើយឲ្យវាពេញហ្នឹងទៅរួចហើយទុកវាចោលហ្នឹងក៏បានដែរធ្វើអញ្ចឹងទៅយើងទុកវាចោលអញ្ចឹងក៏បានដែរហើយយើងទៅមើលវាដាក់បានមួយថ្ងៃហើយទៅមើលវាផ្សំបានមួយថ្ងៃហើយសភាពវាเป็นបែបនេះហើយនេះគឺដាក់បានមួយថ្ងៃវាអញ្ចឹងនេះមួយថ្ងៃវាអត់អីទេអាហ្នឹងហើយអញ្ចឹងយើងទៅមើលផ្សំបាន2ថ្ងៃតែមើលផ្លែវាប៉ុណ្ណាអានេះគឺយើងដាក់ទៅវាផ្លែវាជាប់ហ្មងបើយើងមិនធ្វើអញ្ចឹងទេជួនកាលវាជាប់ជួនកាលវាអត់ជាប់អាហ្នឹងសម្រាប់ទៅលើពួកសត្វតិចតួចដែលវាពំแมลงហើយវាពំអាកេសរទៅផ្សំតែបើយើងផ្សំអញ្ចឹងវាជាប់ធានាថាជាប់គ្រប់ផ្លែហ្មងអានេះគឺ3ថ្ងៃអានេះផ្លែដែលយើងផ្សំผสมកេសរវា3ថ្ងៃគឺវាជាប់អញ្ចឹងជាប់បានគ្រប់ផ្លែដែលយើងផ្សំវាមានផលជាងแมลงផ្សំអានេះគឺជាវិធីបំបៅឲ្យវាចេញរឹសគឺគេចិត្តដើមវាអញ្ចឹងទៅចិត្តឲ្យវែងប្រហែលជា1ហ៊ុនចិត្តប្រហែលពាក់កណ្ដាលដើមឲ្យចំខ្នែងកន្លែងស្លឹកវាហ្នឹងរួចហើយយើងកាត់ឈើអាស័យមកអាស័យរឹងយកមកដល់យើងដោតវាឲ្យមាត់វាហាបាទឲ្យសន្ទះនឹងហាកុំឲ្យវាជាប់ទៅវិញរួចហើយយើងយកដីដែលយើងផ្សំដូចជាអង្កាមអីចឹងអង្កាមហើយផេះអីចឹងជាគួយក៏បានដែរដីធម្មតាក៏បានដាក់វាពីលើចឹងទៅរួចសកត់វាឲ្យណែនហើយយកស្អីដាក់ពីលើឲ្យវារឹងកុំឲ្យវាហើបទៅបានអានេះយើងអាចផ្សំផាន់ឬកុំឲ្យវានេះយើងអាចកាត់ពីទៅដាក់កន្លែងផ្សេងក៏បានឬដាំវាកន្លែងហ្នឹងបន្តក៏បានបាទសូមអរគុណ